បាទជំរាបសួរនិស្សិតយើងម្ដងទៀតបាទអញ្ចឹងនៅក្នុងវីដេអូថ្មីនេះដែរអញ្ចឹងគឺយើងចូលទៅដល់បាទសំណួរទី4របស់យើងនេះបាទគឺគេឲ្យយើងបង្កើតបាទតារាងសម្រាប់គ្រប់គ្រងផលិតផលមួយបាទអញ្ចឹងគឺនិយាយពីតារាងដែលយើងគ្រប់គ្រងផលិតផលបាទអញ្ចឹងគេឲ្យយើងបង្កើតតារាងហ្នឹងដែលមានឈ្មោះអីគេគឺ TBL product ឬមួយយើងសរសេរពេញក៏បានដែរគឺ table product អញ្ចឹងយើងដឹងហើយពាក់ព័ន្ធជាមួយនឹង table អញ្ចឹង table គឺយើងប្រើសម្រាប់ផ្ទុកទិន្នន័យណាគឺយើងប្រើសម្រាប់រក្សាទុកទិន្នន័យឬមួយផ្ទុកទិន្នន័យឬមួយយើងបញ្ចូលទិន្នន័យអញ្ចឹងនៅគឺនៅក្នុង table នឹងឯងណាអញ្ចឹងនេះគេឲ្យយើងបង្កើតឈ្មោះ table មួយដោយដាក់ឈ្មោះ TBL product ហើយគេឲ្យយើងកំណត់អីគេនេះគឺ data type ឲ្យបានត្រឹមត្រូវឬហើយគេឲ្យយើងបញ្ចូលទិន្នន័យដោយតារាងខាងក្រោមនេះអញ្ចឹងនិស្សិតយើងត្រូវដឹងពាក់ព័ន្ធជាមួយនឹងការបញ្ចូលទិន្នន័យនៅក្នុងតារាងគឺយើងត្រូវស្គាល់អីទៅជា field name ណាយើងកំណត់ field name យើងបញ្ចូល field name ឲ្យបានហើយយើងត្រូវកំណត់ data type ឬមួយថាប្រភេទទិន្នន័យហ្នឹងឲ្យបានត្រឹមត្រូវដូចគ្នាបាទអញ្ចឹងអីទៅជា field name បាទនេះខាងលើនេះគេហៅថា field name ឬមួយថាក្បាលតារាងហ្នឹងឯងណាដែលយើងពិចារណាស្រួលហៅថាក្បាលតារាងអញ្ចឹងទៅឬមួយយើងហៅ field name ក៏បានដែរណាអញ្ចឹងនៅក្នុងនេះតារាងរបស់យើងមាន field name អីខ្លះthìយើងមើលណាមាន product ID មាន product name មាន quantity មាន unit price ហើយនិង category ID អញ្ចឹងយើងមើលនៅក្នុងហ្នឹងណាខាងលើនេះគេមានឲ្យយើងហើយណាគេថា field name មានអីហើយ data type មានអីអញ្ចឹងអូខេណាអញ្ចឹង product ID យើងមើលថាក្នុងនេះគឺមានអីគេលេខជាមួយអក្សរណាលេខលាអក្សរអញ្ចឹងបើយើងលេខលាអក្សរហើយយើងចង់បញ្ចូលទិន្នន័យដល់ខ្លួនឯងអញ្ចឹងគឺយើងប្រើ data type sort text មកណាហើយកន្លែងនេះយើងមើលមកថាតើប្រភេទទិន្នន័យ product name នេះ field name របស់ product name នេះតើប្រភេទទិន្នន័យវាជាអីគេនេះជាលេខជាមួយជាអក្សរមែនទេអញ្ចឹងវាជាអក្សរណាបើជាអក្សរអញ្ចឹងកន្លែងហ្នឹងប្រភេទទិន្នន័យរបស់វាក៏ជា sort text ដែរវាជាអក្សរដូចគ្នានេះគឺជា quantity បាទបកថាជាចំនួនណាចំនួនអញ្ចឹងចំនួនយើងដឹងហើយណាឃើញមានលេខ42 40អីទាំងអស់ហ្នឹងអាហ្នឹងគឺប្រភេទទិន្នន័យជាអីជាលេខឬមួយជាអក្សរអញ្ចឹងយើងមើលឃើញវាជាលេខហើយលេខយើងសួរខ្លួនឯងទៀតថាតើលេខហ្នឹងយើងយកទៅគណនាអត់បើយកទៅគណនាអញ្ចឹងប្រភេទទិន្នន័យវាច្បាស់ណាស់គឺជា number បាទនេះខាងលើនេះបាទហើយមួយទៀតគឺ unit price បាទពាក់ព័ន្ធមួយ unit price យើងបកថាជាតម្លៃរាយណាជាតម្លៃរាយអញ្ចឹងតម្លៃរាយយើងស្គាល់ហើយណាពាក់ព័ន្ធមួយតម្លៃរាយឧទាហរណ៍ថាយើងមានថាផលិតផលមួយកូកាកូឡាអញ្ចឹងកូកាកូឡាឧទាហរណ៍ថា10កេសអញ្ចឹងយើងលក់មួយកេសក្នុងតម្លៃមួយកេសយើងលក់ប្រមាណឧទាហរណ៍ថាលក់10រៀលអញ្ចឹងទៅអញ្ចឹងអាហ្នឹងហើយគឺជាតម្លៃរាយណាក្នុងដែលយើងលក់មួយកេសហ្នឹងអាហ្នឹងគេហៅថាតម្លៃរាយអូខេអញ្ចឹងតម្លៃរាយឬមួយជាតម្លៃគេលក់ណាបាទអញ្ចឹងយើងមើលមកថាតើតម្លៃដែលគេលក់យើងគិតជាអីគិតជាដុល្លារអញ្ចឹងដុល្លារគឺប្រកាសជាប្រភេទសាច់ប្រាក់មួយហើយអញ្ចឹងប្រភេទសាច់ប្រាក់អញ្ចឹងបើយើងនិយាយឲ្យទៅតាមប្រភេទគណនេយ្យអាហ្នឹងគេហៅថារូបិយប័ណ្ណបាទនៅក្នុងdata type របស់យើងគឺ currency ណា currency គឺរូបិយប័ណ្ណអូខេមួយទៀតយើងមើលចុងក្រោយនេះគឺ category ID អញ្ចឹង category ID នេះគឺយើងមើលថាតើប្រភេទទិន្នន័យវាជាអីយើងមើលឃើញវាមានលេខលាអក្សរបាទអក្សរលេខណាអញ្ចឹងហ្នឹងក៏យើងវាយចូលដែរអញ្ចឹងវាយចូលអញ្ចឹងដែលយើងអាចសរសេរអក្សរហើយលេខបានអញ្ចឹងហ្នឹងយើងដាក់ sort text មកបាទអញ្ចឹងយើងដឹងហើយប្រភេទទិន្នន័យ sort text គឺយើងផ្ទុកសម្រាប់ផ្ទុកទិន្នន័យជាអក្សរហើយយើងមិនអាចយកទៅគណនាបានទេអញ្ចឹងគឺយើងប្រើបែបហ្នឹងអូខេអញ្ចឹងខ្ញុំចូលទៅអនុវត្តទៅលើបាទកម្មវិធី Access យើងតែម្ដងអញ្ចឹងដើម្បីយើងបង្កើត table បានយើងចុចនៅលើពាក្យ create ណាខ្ញុំឃើញនិស្សិតយើងចូលចិត្តប្រើណា table ខាងមុខនេះអញ្ចឹងកន្លែងនេះគឺអត់ឲ្យប្រើទេណាចុចលើ create ឬហើយយើងយក table design ប្រើ table design បើយើងប្រើ table នេះគឺជាប់ primary key ហើយជាប់រូបកូនសោហើយអញ្ចឹងយើងប្រើ table designចឹងយើងឃើញមានហើយកន្លែងនេះគឺមាន field name មាន data type អូខេអញ្ចឹង field name គេដាក់មកឲ្យគេនៅក្នុងហ្នឹងគឺ product ID អញ្ចឹង product ID របស់យើងហ្នឹងគឺប្រភេទទិន្នន័យវាជាអីអញ្ចឹងយើងច
ចុចជ្រើសរើសមកណាប្រភេទតន័យយើងយក short text ហើយមួយទៀតដូចគេ product name ចឹងប្រភេទតន័យវាជាអីយើងមើលក៏យើងយក short text ដូចគ្នាបាទ product name ហើយឥឡូវយើងមើលចូលក្នុងលំហាត់យើងឲ្យខ្លះមិញបាទ quantity unit price ហើយនិង category ID អូខេអញ្ចឹង quantity គឺជាចំនួនណាអញ្ចឹងយើងត្រូវវាយឲ្យត្រឹមត្រូវអត់វាយខុសទេណា quantity គឺជាចំនួនអញ្ចឹងចំនួនយើងយកទៅគណនាបានណាគណនាបានគឺយើងប្រកាសដែរយើងត្រូវយក number ប្រភេទតន័យជា number អូខេហើយទៀតគឺ unit price ណា unit price អញ្ចឹង unit price គឺជាតម្លៃរាយតម្លៃដែលយើងអាចចាយជាសាច់ប្រាក់អញ្ចឹងយើងយក currency ណាយើងយក currency បាទនេះជារូបពេលបានបាទជាกระดาษសាច់ប្រាក់ដែលយើងអាចចាយបានមួយទៀតអីគេគឺ category ID ចឹង category ID នេះគឺយើងយក short text ដូចគ្នាបាទអញ្ចឹងយើងកំណត់តែប៉ុណ្្នឹងទេណាក្នុងសំណួរទី4របស់យើងកំណត់បានហើយយើងកំណត់ field ហើយកំណត់ data type បានហើយយើងត្រូវធ្វើមិនទៀតយើងត្រូវ save តន័យហ្នឹងណា save table ហ្នឹងគឺឈ្មោះអីគឺ table product ចុចមកស្ដាំលើនឹងមករួចហើយយើងយកពាក្យ save អញ្ចឹងប្រអប់ blank table name នេះយើងដាក់មកណា tbl product អញ្ចឹងទាមទារអត់ឲ្យដក clear ទេបាទយើងសេជាប់បែបហ្នឹងរួចហើយអូខេហើយកន្លែងជំរើសកន្លែងនេះគឺយើងអត់យក yes ទេណាអត់យក yes ទេគឺយើងយក no បាទប៉ុណ្ណឹងគឺយើងឃើញមានជាប់មកណា table product ហើយយើងឃើញមានកន្លែង table product នេះទេបាទយើងឃើញឡើងហ្នឹងអញ្ចឹងដើម្បីយើងចង់បញ្ចូលតន័យយើងមកស្ដាំនៅនេះមកយើងយកពាក្យ data sheet view អញ្ចឹងយើងអាចបញ្ចូលតន័យក្នុងនឹងបានដែរតន័យបាទឬមួយឧទាហរណ៍ថាយើងឈប់ប្រើប្រាស់តារាងហ្នឹងហើយ table ហ្នឹងហើយយើងខ្វែងចោលទៅវា store ទុកនៅលើនេះហើយណាកុំបើកវានៅលើនេះញ៉ៃច្រើនពេកពេលយើងចង់ប្រើប្រាស់វាវិញយើងបើកវាមកណាបញ្ចូលតន័យតាមហ្នឹងទៅបាទអញ្ចឹងនៅក្នុងសំណួរទី4ហ្នឹងគឺមានតែប៉ុណ្្នឹងទេនិស្សិតយើងអាចបញ្ចូលតន័យខ្លួនឯងទៅកន្លែងហ្នឹងណាអញ្ចឹងនេះគឺរបៀបនៃការបង្កើត table product បាទអញ្ចឹងកុំឲ្យវីដេអូវែងបាទខ្ញុំសូម stop ប៉ុណ្ណឹងបាទជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ